សូមស្វាគមន៍បងប្អូនដែលចូលមកកាន់ការផ្សាយរបស់នាងខ្ញុំថ្ងៃនេះសូមអាប់ដេតនៅហាងឆេងមាសប្រចាំថ្ងៃគឺថ្ងៃទី1ខែ5ឆ្នាំ2025មាសគីឡូលក់ចេញគឺ$395ដែលមានការធ្លាក់ចុះពីថ្ងៃមុនខុសពីធម្មតាការទិញចូលគឺ$375ប្រាក់ទិញទឹក7គឺ$260លក់ចេញនិងទិញចូល$235ចាបងប្អូនទាំងអស់គ្នាយើងឃើញថាហាងឆេងមាសនៅខែ5ថ្ងៃទី1ដែលជាខែថ្មីនៃឆ្នាំ2025នេះគឺជាហាងឆេងមួយដែលបងប្អូនឃើញហើយគឺសប្បាយអសម្រាប់បងប្អូនដែលចង់ធ្វើមាសសន្សំទុកមានន័យថាមាសបានធ្លាក់តម្លៃពី400ជាងនៅសល់ត្រឹមតែ395តែប៉ុណ្ណោះថ្ងៃនេះនាងខ្ញុំក៏បានពំនាំនៅកម្រងរូបភាពក៏ដូចជាម៉ូដខ្សែកស្អាតចែងចាំងថ្មីជាមួយនឹងបន្តោកដាំជាប់ខ្សែកដែលស្អាតសម្រាប់បងប្អូនគយគន់ទេសនាក៏ដូចជាអាចយកម៉ូដនេះទៅធ្វើពាក់ផ្ទាល់ខ្លួនប្រសិនបើបងប្អូនចូលចិត្តចាបងប្អូនទាំងអស់គ្នាសង្ឃឹមថាមាសនៅតែបន្តធ្លាក់ចុះដោយសារតែមានបងប្អូនជាច្រើនចង់ឲ្យមាសធ្លាក់ចុះពីព្រោះគិតថាមាសជារបស់មួយត្រជាក់ត្រជុំរបស់មួយដែលអ្នកណាក៏គេចូលចិត្តនិយមធ្វើទុកដូចជាការសន្សំជាមាសតូចរហូតដល់បានដល់1តម្លឹងคล้ายទៅជា 1G 2G ទៅផងដែរការសន្សំប្រជាពលរដ្ឋភាគច្រើនគឺគាត់មានបានដោយសារតែការសន្សំមាសដើម្បីទុកដូចជាតម្រូវការទៅថ្ងៃមុខទិញដីទិញផ្ទះទិញឡានទិញអ្វីដែលមានតម្លៃថ្លៃខ្ពស់អញ្ចឹងហើយយើងមានតែសន្សំមាសនេះឯងដែលអាចជួយឲ្យបងប្អូនមានសមត្ថភាពក៏ដូចជាមានលុយកាក់គ្រប់គ្រាន់សម្រាប់បងប្អូនទិញអ្វីដែលបងប្អូនចង់ទិញជាស្ដែងបងប្អូនទាំងអស់គ្នាមាសគឺមានមាសគីឡូខ្មែរមានមាសគីឡូវៀតណាមសម្រាប់មាសគីឡូខ្មែរបច្ចុប្បន្នគឺស្អាតដូចតែគ្នាទេបងប្អូនមិនមានអ្វីខុសគ្នានោះទេហើយមាសបើសិនជាយើងទិញហាងនៅក្បែរផ្ទះរបស់យើងនោះគឺយើងមិនចាំបាច់ភ័យពេលដែលទៅលក់វិញគេមិនទទួលទិញនោះទេឲ្យតែបងប្អូនមានសម្បត្តិដែលបងប្អូនធ្វើទីកន្លែងនោះហើយបងប្អូនអាចទៅលក់វិញនៅទីកន្លែងដែលយើងធ្វើនោះវិញបានហើយមានភាពងាយស្រួលគឺឆាប់រហ័សខ្លាំងមែនទែននៅក្បែរផ្ទះរបស់លោកអ្នកចឹងហើយអរគុណសម្រាប់បងប្អូនដែលតាមដាននៅព័ត៌មានរបស់នាងខ្ញុំសង្ឃឹមថាយើងមានលុយចាធ្វើមាសទាំងអស់គ្នានៅពេលដែលមាសចុះតិចទៀតហើយនាងខ្ញុំជឿជាក់ថាមកហឹកមាសឡើងរហូតដល់400ជាងនេះបងប្អូនមួយចំនួនធំគាត់បានលក់មាសរបស់គាត់ហើយពីព្រោះថានេះគឺជាការកើនឡើងដែលមិនធ្លាប់មានបងប្អូនទាំងអស់គ្នាបើយើងប្រៀបធៀបទៅ2ឆ្នាំមុនគឺមាសមួយជីតែ950000តែប៉ុណ្ណោះចាចឹងហើយអរគុណសម្រាប់បងប្អូនក្នុងការតាមដានសូមបញ្ចប់វីដេអូត្រឹមប៉ុណ្នេះសូមអញ្ញើគ្រប់នឹងជម្រាបលាជួបនឹងខ្ញុំនៅវីដេអូក្រោយ